ពីវិធីដោះស្រាយបញ្ហា Telegram ដោយ Telegram នឹងឲ្យយើងបង់លុយនៅពេលដែលយើង login ថ្មីឬក៏យើងចុះឈ្មោះថ្មីអញ្ចឹងសម្រាប់អ្នកដូរទូរស័ព្ទឬក៏បងប្អូនដែល login ថ្មីគឺពិបាកបន្តិចឲ្យបងប្អូននេះបាទអញ្ចឹងឥឡូវ Telegram គឺមានការ update ធ្វើឲ្យយើងពិបាក login ចូលមែនតើអញ្ចឹងវីដេអូនេះគឺបងប្អូនអាចសាកធ្វើតាមវិធីរបស់ខ្ញុំបានបាទអញ្ចឹងឥឡូវខ្ញុំធ្វើការ login នៅលេខទូរស័ព្ទនៅក្នុង Telegram នេះសិនអានេះគឺជា Telegram SIM របស់យើងណាបាទនៅពេលដែលយើង login ចូលគឺវាទាមទារឲ្យយើងដាក់នៅបាទ email តែសម្រាប់បងប្អូនដែលអត់មាន email គឺដាក់ទៅគឺអត់មានលេខកូដផ្ញើអញ្ចឹងទោះបីបងប្អូនដែលចាស់ក៏មានបញ្ហាដូចគ្នាដល់ពេលយើងដាក់ email ទៅក៏អត់ផ្ញើមកដែរអញ្ចឹងវានៅតែជាប់បញ្ហាឲ្យយើងបង់លុយដដែលឥឡូវយើងធ្វើការសាកចុច email របស់យើងចូលបាទនេះឃើញបងប្អូននេះគឺវាឲ្យយើងបង់លុយអញ្ចឹងរបៀបដែលយើងចូលដំបូងគឺបងប្អូនចូលទៅកម្មវិធី Play Store យើងទៅ search រកកម្មវិធីមួយដែលមានឈ្មោះថា Telegram X បងប្អូនអរគ្នាធ្វើការ install ជាមួយនឹងកម្មវិធីនឹងមកនៅពេលដែលយើងតឡើងចប់ហើយបងប្អូននេះអាចសាកចូលទៅកម្មវិធី Telegram X នឹងទាំងអស់គ្នាឥឡូវយើងធ្វើការចូលមកបាទអានេះវាប្រើប្រាស់កម្មវិធីគឺដូចតែនឹង Telegram SIM របស់យើងដែរបងប្អូននេះហើយឥឡូវយើងធ្វើការវាយជាមួយនឹងលេខទូរស័ព្ទអានេះគឺជារបៀបទី1បងប្អូនគ្រាន់តែទៅ download កម្មវិធី Telegram X មកបាទហើយយើងធ្វើការចុះឈ្មោះហើយដាក់លេខទូរស័ព្ទរបស់យើងមកហើយយើងរងចាំគេផ្ញើលេខកូដតែគេផ្ញើហ្នឹងគឺគេតែមកពីក្រុមហ៊ុន Telegram តែម្ដងដូចដែលខ្ញុំបានដាក់វងហ្នឹងហើយយើងធ្វើការដាក់ជាមួយនឹងលេខកូដ Telegram នេះគឺជា Telegram របស់ខ្ញុំបាទអញ្ចឹងយើងធ្វើការ login បានហើយជាមួយនឹង Telegram X អានេះជា account ចាស់របស់យើងសម្រាប់យើងចូលប៉ុន្តែយើងនៅ Telegram SIM គឺយើងចូលអត់បាននេះគឺវាឲ្យយើងប្រើជាមួយនឹងលុយអូខេឥឡូវបន្ទាប់ពីហ្នឹងមកបងប្អូននេះត្រូវលុបជាមួយនឹង Telegram SIM ហើយយើង download សារថ្មីមកនេះបងប្អូននេះយើងលុប Telegram នេះហើយយើងតឡើងសារថ្មីមកបន្ទាប់មកយើងធ្វើការចុះឈ្មោះដោយដាក់លេខទូរស័ព្ទរបស់បងប្អូនតែមកយើងចុចតាមការណែនាំរបស់គេអញ្ចឹងណាបងប្អូននេះបាទអញ្ចឹងយើងរងចាំវាបន្តិចវានឹងផ្ញើសារមកហើយដោយអត់ចាំបាច់ទេមកទៀតទេហើយយើងវិធីនេះគឺខ្ញុំប្រើជាច្រើនដងដែរហើយអញ្ចឹងនេះបងប្អូននេះឃើញមកដែលខ្ញុំដាក់វងមូលក្រហមនេះគឺវាផ្ញើទៅលើ Telegram X ដែលជាលេខកូដសម្ងាត់សម្រាប់យើងចូលទៅ login ជាមួយនឹង Telegram SIM របស់យើងណាបាទនេះឃើញជា Telegram X ដែលផ្ញើសារមកឲ្យអញ្ចឹងយើងវាយតាមលេខកូដហ្នឹងមកយើងនឹងការ login បានជោគជ័យហើយអញ្ចឹងវិធីនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូននេះបាទបងប្អូនអាចសាកបានបើសិនជាបងប្អូនអត់សាកបានទេបងប្អូននេះអាច comment នៅខាងក្រោមអរគុណ